បើចង់ក្រមួយជីវិតក៏អូសរំលងទៅខមមិនថាសារិកាលិនថោងចាប់ពីថ្ងៃនេះទៅឲ្យមានតែអ្នកស្រឡាញ់អ្នកចូលចិត្តហើយចុងឆ្នាំនេះសូមឲ្យអ្នករាប់លុយបានរាប់រយលានចុច follow ដើម្បីធ្វើបុណ្យសាធុបើករឿងដំបូងមកធ្វើឲ្យយើងស្គាល់នឹងនារីម្នាក់នេះគាត់មានឈ្មោះថាលដាគាត់រស់នៅខេត្តតាកែវប៉ុន្តែឥឡូវហ្នឹងគាត់លេងនៅតាកែវហើយគាត់បានមករកស៊ីនៅភ្នំពេញយើងនឹងឯងហើយថ្ងៃនេះផងដែរលដាគាត់បានចេញពីតាកែវដើម្បីជិះឡានក្រុងទៅភ្នំពេញវិញដោយសារតែគាត់នឹងលក់អីវ៉ាន់នៅភ្នំពេញយើងនឹងឯងលដាគឺជាក្មេងស្រីម្នាក់ដែលតស៊ូនឹងជីវិតមែនទែននាងមានអាយុ20ឆ្នាំនាងបានបើកមុខរបរជាអ្នកលក់នំនៅទីក្រុងភ្នំពេញយើងនឹងឯងហើយមានថ្ងៃមួយនឹងសង្សាររបស់លដានឹងក៏មកសុំបែកលដាក៏បានសួរថាបងឯងមានអ្នកថ្មីមែនហើយសង្សាររបស់លដាគាត់ក៏បាននិយាយថាគាត់អត់បានមានអ្នកថ្មីទេគ្រាន់តែគាត់នឹងអស់ចិត្តស្រឡាញ់លដាហើយអញ្ចឹងហើយពួកយើងក៏បែកគ្នាទៅហើយលដានាងក៏ព្រមបែកពីសង្សាររបស់នាងហើយថ្ងៃមួយនឹងលដាគាត់ក៏បានទៅខេត្តបន្ទាយមានជ័យដោយសារតែលដាគាត់បានស្គាល់នឹងអ៊ុំស្រីម្នាក់ហ្នឹងគាត់គឺជាជនជាតិខ្មែរសរិនបន្ទាប់ពីនាងលដាបានរស់នៅជាមួយនឹងអ៊ុំស្រីខ្មែរសរិនហ្នឹងមួយថ្ងៃពីរថ្ងៃអញ្ចឹងទៅនាងក៏បានធ្វើម្ហូបដើម្បីយកម្ហូបនឹងយកទៅធ្វើបុណ្យតាមពិតទៅនាងលដាហ្នឹងគឺជាមនុស្សម្នាក់ដែលចូលចិត្តធ្វើបុណ្យមែនទែនទោះបីជានាងជាក្មេងជំនាន់ថ្មីពិតប្រាកដមែនប៉ុន្តែនាងចូលចិត្តធ្វើបុណ្យបន្ទាប់ពីហ្នឹងមកនាងក៏បានទៅសាពះព្រះនៅវត្តហើយនាងក៏បានគិតថាបើសិនជានាងជាមនុស្សល្អពិតមែនឥឡូវហ្នឹងនាងកំពុងពិបាកចិត្តខ្លាំងណាស់ឲ្យនាងរកដំណោះស្រាយបានផងថ្ងៃបន្ទាប់មកទៀតពេលដែលនាងកំពុងទៅធ្វើម្ហូបហ្នឹងយាយដែលជាជនជាតិខ្មែរសរិនហ្នឹងគាត់បានសួរនាងថានាងឯងនឹងមានរឿងអីពិបាកចិត្តមែនប្រាប់យាយតាមត្រង់មកខាញ់លោយាយជួយបានអញ្ចឹងហើយនាងលដារបស់យើងនឹងគាត់ក៏បានប្រាប់ថាតាមពិតទៅគាត់បែកពីសង្សារអញ្ចឹងហើយគាត់នឹងអត់សូវសប្បាយចិត្តបានគាត់មកលេងខេត្តបន្ទាយមានជ័យអញ្ចឹងនឹងឯងហើយយាយនឹងក៏បានប្រាប់ថានាងឯងស្គាល់សារិកាលិនថោងអត់ហើយនាងលដាក៏បាននិយាយថាសារិកាលិនថោងនឹងវាគ្រាន់តែជាការដាក់ស្នេហ៍មែនយាយប្រហែលយាយខ្មែរសរិននឹងប្រាប់ថាវាមិនមែនជាការដាក់ស្នេហ៍ទេប៉ុន្តែវាដូចជាការដាក់ស្នេហ៍អញ្ចឹងសារិកាលិនថោងទី1ពេលដែលយើងប្រើទៅពេលដែលយើងនិយាយអីក៏មានតែអ្នកជឿអ្នកស្រឡាញ់ដោយសង្សារនាងឯងបែកចិត្តពីនាងឯងអញ្ចឹងពេលដែលប្រើទឹកអប់សារិកាលិនថោងនឹងទៅគឺគេនឹងត្រឡប់មកវិញបើសិនជានាងមានប្តីអញ្ចឹងទៅប្តីអត់សូវស្រឡាញ់ប្រើទឹកអប់សារិកាលិនថោងអញ្ចឹងទៅប្តីនឹងកាន់តែស្រឡាញ់យើងចេះមួយចេះពីរហើយយាយក៏បានប្រាប់បន្តទៀតថាចាស់ពីដើមមកយកទឹកអប់សារិកាលិនថោងហ្នឹងទៅដាក់ស្នេហ៍ប្តីគេក៏មានដែរប៉ុន្តែរឿងទឹកអប់សារិកាលិនថោងហ្នឹងវាមានចំណុចល្អវាមិនមែនជាអាគមខ្មៅទេវាគឺជាអាគមសបន្ទាប់មកទៀតនាងក៏បានធ្វើបុណ្យជាមួយនឹងព្រះសង្ឃហើយព្រះសង្ឃក៏បានបញ្យល់នាងបន្ថែមថាសារិកាលិនថោងហ្នឹងវាគឺជារបស់ល្អមួយអញ្ចឹងហើយកូនឯងបើសិនជាអាចសូមកូនឯងនឹងជួយផ្សព្វផ្សាយពីសារិកាលិនថោងរបស់ខ្មែរយើងឲ្យបានកាន់តែខ្លាំងទៅបើអ្នករកស៊ីអញ្ចឹងទៅពេលដែលប្រើទឹកអប់សារិកាលិនថោងអញ្ចឹងទៅនឹងមានអ្នកស្រឡាញ់អ្នកចូលចិត្តច្រើនលក់អីក៏ដាច់អញ្ចឹងហើយកូនឯងនឹងលក់ទឹកអប់សារិកាលិនថោងទៅឈប់លក់នំទៅបន្ទាប់មកទៀតនាងក៏បានទៅស្គាល់ជាមួយនឹងលោកគ្រូខ្មែរសរិនមួយដែលនៅលើកំពូលភ្នំហ្នឹងហើយនាងក៏បានសម្រេចចិត្តថានាងនឹងធ្វើពិធីលក់ទឹកអប់សារិកាលិនថោងហើយគ្រូក៏បានប្រាប់ថាត្រូវបង្កើតទឹកអប់កន្លែងណាចំណោះម៉ានអីម៉ានដើម្បីយកមកដាក់អាគមសារិកាលិនថោងអញ្ចឹងទៅបន្ទាប់មកទៀតនាងក៏បានសម្រេចចិត្តថានាងត្រូវទៅរោងចក្រដើម្បីទៅរកទឹកអប់មកផលិតជាទឹកអប់សារិកាលិនថោងបន្ទាប់មកទៀតនាងក៏បានសម្រេចចិត្តថាផលិតទឹកអប់នៅរោងចក្រនៅប្រទេសចិននឹងឯងហើយម្ចាស់រោងចក្រគេបានប្រាប់ថាទឹកអប់នឹងយកមកពីបារាំងប៉ុន្តែនាងគិតថាទឹកអប់នឹងប្រហែលជាមិនផលិតនៅប្រាំងទេប្រហែលជាផលិតនៅចិននឹងឯងប៉ុន្តែទឹកអប់នឹងវាក៏អូបមែនណាក៏អូបពី8រហូតដល់12ម៉ោងវាជាប្រភេទមេទឹកអប់ grade A អញ្ចឹងទៅគឺយើងលេអាកុលតែមកបន្តិចតែប៉ុណ្ណោះអញ្ចឹងឲ្យធ្វើឲ្យទឹកអប់នឹងជាប់ពី8ម៉ោងរហូតដល់12ម៉ោងវាជា grade ទឹកអប់លេខ1អញ្ចឹងគឺទឹកអប់ល្អទោះមកពីប្រទេសណាអត់សំខាន់ទេបន្ទាប់ពីនាងបានយកទឹកអប់មកពីចិនហើយនាងក៏បានសម្រេចចិត្តយកទៅដាក់អាគមសារិកាលិនថោងហើយអាគមសារិកាលិនថោងនឹងនាងក៏បានយកទៅឲ្យគ្រូខ្មែរសរិននឹងដាក់ឲ្យដែលនៅម្ដុំខេត្តបន្ទាយមានជ័យដែលជាប់ព្រំដែនខ្មែរថៃយើងនឹងឯងនៅខាងថៃនៅម្ដុំខេត្តសរិនណាហ្នឹងហើយបានគេហៅថាគ្រូហ្នឹងខ្មែរសរិនបន្ទាប់មកទៀតគ្រូម្នាក់ហ្នឹងដែលជាជនជាតិខ្មែរសរិនហ្នឹងគាត់ក៏បានសរសេរយ័ន្តសារិកាលិនថោងឲ្យនាងយកទៅផលិត
ដើម្បីយកទៅដាក់ពីក្រោយទូរស័ព្ទទៅពេលដែលយើងខលនិយាយជាមួយពីណាទៅសារិកានឹងបន្តចិត្តណាបន្តចិត្តឲ្យអ្នកដែលយើងនិយាយជាមួយនឹងជឿលើពាក្យសម្ដីយើងមិនថានិយាយពិតឬក៏និយាយតាមទូរស័ព្ទទេសារិកាយន់នឹងបន្តចិត្តនិយាយអីក៏មានអ្នកជឿនិយាយអីក៏មានអ្នកគោរពអញ្ចឹងហើយបានចេញជាទឹកអប់សារិកាលិនថោងនិងយន់សារិកាលិនថោងបន្ទាប់មកទៀតដំបងឡើយនាងមិនសូវជឿទេថាទឹកអប់សារិកាលិនថោងហ្នឹងពិតជាស័ក្តិសិទ្ធិអត់នាងក៏បានសម្រេចចិត្តប្រើទឹកអប់សារិកាលិនថោងហ្នឹងទៅហើយសង្សារនាងក៏បានត្រឡប់មកវិញបន្ទាប់ពីសង្សារនាងបានត្រឡប់មកវិញហើយនាងក៏គិតថាទឹកអប់នេះពិតជាស័ក្តិសិទ្ធិមែនអញ្ចឹងទៅនាងក៏បានសម្រេចចិត្តថានាងនឹងព្យាយាមលក់ទឹកអប់នេះដើម្បីឲ្យប្រជាពលរដ្ឋខ្មែរអ្នកណាដែលអភ័ព្វស្នេហាអ្នកណាដែលរកស៊ីអត់សូវឡើងនិយាយអីទៅអត់សូវមានអ្នកជឿអាចប្រើទឹកអប់សារិកាលិនថោងរបស់នាងបានបូកជាមួយនឹងយន់សារិកាលិនថោងអ្នកណាដែលជាអ្នកលក់ដូររកស៊ីឬក៏ប្តីអត់សូវស្រឡាញ់អីប្រើទឹកអប់សារិកាលិនថោងតែម្ដងទៅដឹងរឿងហើយឧទាហរណ៍ថាអ្នកគឺជាអ្នកលក់អីវ៉ាន់ភ្ញៀវអត់សូវចូលហាងសោះពេលដែលភ្ញៀវចូលមកហើយភ្ញៀវអត់សូវទិញសោះអញ្ចេះមួយអញ្ចេះពីរប្រើទឹកអប់សារិកាលិនថោងជាមួយនឹងយន់សារិកាលិនថោងទៅនឹងភ្ញៀវទិញអីវ៉ាន់របស់អ្នក1គុណនឹង2ឧទាហរណ៍ថាភ្ញៀវគិតថាមករកទិញទឹកម្ដងទេបន្ទាប់ពីប្រើទឹកអប់សារិកាលិនថោងនឹងហើយសារិកាលិនថោងនឹងបន្តចិត្តឲ្យភ្ញៀវទិញ1គុណជា2ពេលនិយាយអីពេលលក់អីក៏មានតែអ្នកជឿជាក់លើពាក្យសម្ដីរបស់យើងហើយដំបូងឡើយនាងក៏មិនសូវជឿខ្លាំងដែរនៅលើយន់សារិកាលិនថោងនាងក៏បានសម្រេចចិត្តយកយន់នឹងយកទៅដាក់ពីក្រោយទូរស័ព្ទរបស់នាងមុននឹងថតវីដេអូនាងក៏បាននិយាយថាបើយន់សារិកាលិនថោងពិតជាស័ក្តិសិទ្ធិមែនណាសូមឲ្យមានអ្នក follow នាងចំនួន10000នាក់ក្នុងរយៈពេល1ខែពីព្រោះអីនាងគិតថាมันអាចនឹងធ្វើបានងាយទេ10000នាក់ក្នុងរយៈពេល1ខែហើយនាងក៏បានចាប់ផ្ដើមថតវីដេអូបន្ទាប់មកទៀតមិនទាន់ដល់1ខែផងតែ10ថ្ងៃទេមានអ្នក follow នាង10000នាក់ហើយមករាប់ដល់ឥឡូវហ្នឹងមិនទាន់គ្រប់1ខែទេអ្នក follow នាងជិត30000នាក់ហើយធ្វើឲ្យនាងជឿជាក់លើយន់សារិកាលិនថោងមែនតែនចំណែកទឹកអប់សារិកាលិនថោងនាងក៏ព្យាយាមលក់ដើម្បីអីលក់ទី1ដើម្បីជួយឲ្យប្រជាពលរដ្ឋខ្មែរឬក៏អ្នកណាដែលអភ័ព្វស្នេហាអត់សូវជឿជាក់លើខ្លួនឯងអាចប្រើទឹកអប់សារិកាលិនថោងនឹងទៅអបិយជំនឿជឿទៅវាមិនខុសទេទឹកអប់នេះតែម្ដង$18ទេតែអាចជួយឲ្យអ្នកមានភាពជឿជាក់លើខ្លួនឯងបើសិនជាអ្នកគិតថាអុយអត់សូវជឿលើអបិយជំនឿទេអ្នកគិតថាគ្រាន់តែទិញទឹកអប់ទៅពីព្រោះអីទឹកអប់ហ្នឹងវាល្អមែនតើជាប់ពី8រហូតដល់12ម៉ោងហើយចាប់ពីថ្ងៃហ្នឹងមកនាងក៏ព្យាយាមលក់ទឹកអប់សារិកាលិនថោងឲ្យប្រជាពលរដ្ឋខ្មែរយើងនឹងឯងជាចុងក្រោយចង់ប្រាប់ថាអបិយជំនឿជឿចោះវាមិនខុសទេប៉ុន្តែបើសិនជាវាធ្វើឲ្យយើងអស់លុយរាប់រយលានអានឹងមិនបាច់ជឿទេពីព្រោះអីអបិយជំនឿមិនអាចធ្វើឲ្យយើងអស់លុយទេប៉ុន្តែទឹកអប់សារិកាលិនថោងមកដល់តែ$18តែប៉ុណ្ណោះទិញទៅដូចជាទិញមេទឹកអប់យកទៅប្រើអញ្ចឹងក៏អូពី8ទៅដល់12ម៉ោងបើសិនជាអ្នកគិតថាចង់យកទៅលាយជាមួយនឹងអាល់កុលបន្ថែមក៏អាចលាយបានដែរលាយបានប្រហែលជា10រហូតដល់12ដបប៉ុន្តែណែនាំថាមិនបាច់លាយអីទាំងអស់យកទៅបាញ់តែមួយខ្សឺ2ខ្សឺអញ្ចឹងទៅជាប់ពី8រហូតដល់12ម៉ោងហ្នឹងហើយទឹកអប់ល្អហើយថែមយន់សារិកាលិនថោងឲ្យមួយទៀតដូច្នេះហើយបើជ្រុលតែប្រើទឹកអប់ហើយសាកប្រើទឹកអប់សារិកាលិនថោងទៅទោះបីជាអ្នកមិនជឿលើអបិយជំនឿតែសាកជឿទៅមកដល់តែ$18វាអត់ថ្លៃអីទេវាគឺជាទឹកអប់ប្រភេទ grade A ជាប់ពី8រហូតដល់12ម៉ោងចំណែកយន់សារិកាលិនថោងរបស់យើងនឹងយកទៅដាក់ពីក្រោយទូរស័ព្ទទៅពេលដែលអ្នកនិយាយអីក៏មានតែអ្នកជឿមានតែអ្នកអាណិតមានតែអ្នកស្រឡាញ់ជឿលើពាក្យសម្ដីយើងនិយាយអីក៏មានអ្នកជឿដែរពីព្រោះអីមានសារិកាលិនថោងជួយបន្តចិត្តណាអ្នកដែលស្គាល់សារិកាលិនថោងទើបដឹងថាសារិកាលិនថោងរបស់ខ្មែរយើងនឹងពិតជាស័ក្តិសិទ្ធិ100%មែនអរគុណហើយបើអ្នកបានមើលវីដេអូនេះពីដើមរហូតដល់ចប់ហើយខ្ញុំសូមជូនពរឲ្យអ្នករកស៊ីមានបានជួបតែរឿងល្អបើចង់បានទឹកអប់ដែលក្រអូបពី8ទៅដល់12ម៉ោងហើយមានយន់សារិកាលិនថោងថែមឲ្យហើយអបិយជំនឿជឿទៅវាមិនខុសទេបើសិនជាយើងមិនជឿក៏យើងគិតថា
ទិញទឹកអប់ដ៏សានក្រអូបជាប់ពី8ទៅដល់12ម៉ោងនឹងយកទៅប្រើទៅសង្ឃឹមថាជីវិតអ្នកទាំងអស់គ្នានឹងរីកចម្រើនរកស៊ីមានបានចុច follow ដើម្បីធ្វើបុណ្យសាធុ